ដល់តែពេលមានគេរាយការណ៍ឲ្យចាប់រករឿងអ្នករាយការណ៍ហើយខ្ញុំអាណិតអូនតាន់កំសួរគ្នាចាប់ហើយគ្នាសុំអន្តរាគមទេតាំងពីយប់រហូតដល់ភ្លឺណាគ្នាដេកចាំដិតភ្នក់រងដេកយាមឈើគេអត់ណោហ្មងអមេព្រៃក៏ទេក៏មិនលើកប៉ូលីសក៏មិនលើក PM ក៏មិនលើកទេទៅណាគេមិនលើកចុះគេមិនលើកតាន់កំសួរទៅបំបែកឆ្នាំងបាយគេហ្នឹងណាតាន់កំសួរទៅវាយឆ្នាំងបាយគេដូច្នេះទេទៅឲ្យគេមកចាប់មិនបើអាហ្នឹងឆ្នាំងបាយរបស់មន្ត្រីនោះហើយដល់ទៅពេលទេហើយឲ្យមន្ត្រីមកជួយចាប់ឯណាទៅចាប់រឿងគេបងលុយឲ្យអស់ហើយណាចឹងខ្ញុំគិតថាមេព្រៃសំណុំពោអាយដាមដិតទីណាបើមិនកើតទេដូរចេញទៅប្រធានកសិកម្មអីនៅនោះបើមិនបង្ក្រាបបទល្មើសព្រៃឈើទេដូរទៅដាក់អ្នកណាក្មេងៗណាដែលគេមានឆន្ទៈធ្វើឲ្យគេធ្វើម្ដងទៅណាសំណុំពោអាយដាមរដ្ឋមន្ត្រីមើលមេព្រៃនោះមើលធានទីកសិកម្មហ្នឹងបើមិនកើតទេដូរចេញដាក់អ្នកថ្មីទៅឲ្យចេញចាប់ឲ្យណាណៃមើលណែកុំឲ្យខ្ញុំទៅបោះតង់ដេកនៅនោះណាតែដល់កខ្ញុំយកកម្លាំងទៅបោះតង់ដេកនៅនោះកុំថាខ្ញុំនាំអ្នកកសែតទៅជឿជឿអត់ទេណាខ្ញុំពុំមានណាបើថាមិនធ្វើខ្ញុំនាំអ្នកកសែតទៅដេកទៅបោះជំរុំបង្រាយនឹងគ្រប់ផ្លូវនឹងអស់ខ្ញុំប្រាប់ច្រកចេញច្រកចូលដឹងទាំងអស់មិនមែនមិនដឹងទេណាបើថាខ្ញុំមិនចង់ធ្វើអីវាហួសហេតុចង់ឲ្យលោកឯងនាំគ្នាមានមនសិការជាតិការពារធនធានធម្មជាតិផងកុំព្រោះតែលុយលោកឯងធ្វើខ្វាក់ធ្វើកធ្វើថ្លង់ណាហើយប្រឹងការពារជនល្មើសហើយមករករឿងប្រជាជនធ្លោត្រង់តាមអំពើចិត្តណាកុំធ្វើរឿងថោកទាបបែបហ្នឹងណាលោកឯងជិះឡានទំនើបពាក់សាក់លើស្មាមានផឹកស្រាថ្លៃតែធ្វើថោកទាបចឹងណាគ្មានអាណាឲ្យតម្លៃទេណាឬមួយគិតថាដាក់កដោយកស្រាថ្លៃទៅស្រោមសម្បត្តិក្រាស់ឲ្យមេទៅមេការពារបានណា2025ចិត្តដាច់ហើយចូលជា2026ហើយគិតឡើងវិញទៅច្រើនណាស់ហើយបាត់ល្មើសព្រៃឈើដឹកពេញផ្លូវទាំងមេព្រៃក៏វាធ្វើខ្វាក់បរិស្ថានក៏វាធ្វើខ្វាក់ប៉ូលីសសេដ្ឋកិច្ចហ្នឹងក៏ធ្វើខ្វាក់ PM ក៏ធ្វើខ្វាក់ដល់តែប្រជាជនមើលឃើញដល់រឿងប្រជាជនវាថោកទាបអីថោកម្លឹងណាចឹងបងអូនតាន់កំសួរបន្តធ្វើទៀតមានបងនៅគ្រប់ត្រដើម្បីធនធានធម្មជាតិរបស់យើងសម្រាប់ក្មេងៗចំនួនក្រោយកូនចៅយើងចំនួនក្រោយមិនត្រូវឲ្យពួកអាថោកទាបអស់នឹងវាបំផ្លាញធនធានធម្មជាតិទេបាទយើងរឿងហ្នឹងខ្ញុំសូមអស់រំលងទៅចូលដល់រឿងបងអូនតាន់កំសួរខ្ញុំសរសេរអត្ថបទហ្នឹងហើយសក់ទឹកភ្នែកឃើញសំឡេងគាត់ដង្ហើយហៅណានេះសារគាត់សរសេរមិនទេខ្ញុំអានហើយរំជួលចិត្តបងផែងវណ្ណៈជួយប្អូនផងប្អូនហត់ណាស់ជាសារមួយឆក់យកបេះដូងខ្ញុំហើយសួរថាតាន់កំសួរធ្វើដើម្បីអីចង់ទៅគោះលុយពីឈ្មួញចង់ទៅគោះលុយពីមេព្រៃទេចង់ទៅគោះលុយពីអាជ្ញាធរទេចង់ទៅគោះលុយពីមេ PM ហ្នឹងទេអត់ទេគឺគាត់បានលះបង់គ្រប់យ៉ាងទាំងអស់ដើម្បីបុព្វហេតុការពារធនធានព្រៃឈើធនធានធម្មជាតិខណៈដែលមន្ត្រីដែលមានតួនាទីភារកិច្ចការពារធនធានធម្មជាតិចោលមកសៀតអត់ធ្វើកាចេះស្ទឹងត្រែងមណ្ឌលគិរីរតនគិរីសម្បុកបំផ្លាញព្រៃឈើធំបំផុតច្រើនជាងគេបំផុតក្នុងខេត្តមួយមានមេព្រៃមានបរិស្ថានមាននគរបាលមានអាវុធហត្ថមានបរិយាញ្ញាមានចៅហ្វាយខេត្តតែបត់ល្មើសកើតពេញខេត្តហើយពេលមានរឿងឧទាហរណ៍ខ្ញុំលើកឧទាហរណ៍ជាក់ស្ដែងករណីឧត្តមសេនីយ៍ត្រីស័ក្តិសរានមានរឿងនៅមណ្ឌលគិរីដកមកដាក់នៅមេនៅកំពង់ឆ្នាំងមានរឿងនៅកំពង់ឆ្នាំងដកក៏ដាក់នៅកាចេះមានន័យថាកងរាជអាវុធហត្ថអត់មានមន្ត្រីធ្វើការទេ
លួយប៉ុណ្ណាក៏ដោយលើកពីខេត្តមួយទៅដាក់ខេត្តមួយលើកពីខេត្តមួយទៅដាក់ខេត្តមួយថ្នាក់ដឹកនាំខាងលើជួនកាលលោកអត់ដឹងទេខាងក្រោមរាយការណ៍ទៅមិនដឹងតែអើតាមពេលខ្លះអត់បានពិនិត្យអស់ហើយតើហេតុអីបានបកគលម្នាក់ធ្វើព្យុះធ្វើភ្លៀងតាមអំពើចិត្តហើយនៅពេលដែលកំហុសមានដកពីខេត្តនេះទៅដាក់ខេត្តនោះដកពីខេត្តនោះទៅដាក់ខេត្តប្រវល់ដល់ប៉ោងហ្នឹងណាធ្វើឲ្យមនុស្សហ្នឹងធ្វើឲ្យមន្ត្រីហ្នឹងរបៀបដូចស័កសារ៉ាំងដឹងចិត្តមេអត់ខ្លាចមេទេឥឡូវគាត់ធ្វើបំពេញអំណាចរំលោភអំណាចណាគ្រាន់តែប្អូនតាន់កំសួរធ្វើសេចក្តីរាយការណ៍អំពីបទល្មើសព្រៃឈើបែរជាបញ្ជាឲ្យកូនចៅទៅហៅសួររកបេសកកម្មមន្ត្រីល្ងីល្ងើពកថ្ងាសដូចស័កសារ៉ាអញ្ចឹងស័កសារ៉ាំងអញ្ចឹងដឹងតែធ្វើមេឲ្យអំពងកដោអីហ៎បើភ្លើដោយលោកឯងអញ្ចឹងទៅធ្វើសរសៃសម្បត្តិលោកឯងត្រូវអរគុណតាន់កំសួរត្រូវផ្ដល់រង្វាន់ឲ្យលោកតាន់កំសួរដែលគាត់បានផ្ដល់ព័ត៌មានអំពីការបំផ្លាញធនធានធម្មជាតិឲ្យខ្ញុំធ្លាប់ធ្វើប៉ូលីសដែរពេលប្រជាជនរាយការណ៍អំពីបទល្មើសខ្ញុំលើកទឹកចិត្តឲ្យគាត់ខ្ញុំផ្ដល់រង្វាន់រហូតទិញម៉ូតូឲ្យទិញទូរស័ព្ទឲ្យជាលុយទៀតដើម្បីឲ្យគាត់ក្លាហានក្នុងការផ្ដល់ព័ត៌មានអំពីបទល្មើសឲ្យយើងពីព្រោះយើងជាសមត្ថកិច្ចមិនអាចដឹងអស់ទេវាទាមទារឲ្យមានការចូលរួមពីគ្រប់មជ្ឈដ្ឋានពីគ្រប់សមាជិកប្រជាជនក៏គាត់មានសិទ្ធិរាយការណ៍ដែរព្រះសង្ឃក៏គាត់មានសិទ្ធិរាយការណ៍ដែរមិនត្រឹមតែរាយការណ៍ដែរក៏មានសិទ្ធិចាប់ឃាត់ទុកទៀតប៉ុន្តែចាប់ឃាត់ទុកហើយបកគលឲ្យទៅអាជ្ញាធរឬសមត្ថកិច្ចដែលមានការពារព័ន្ធខ្ញុំចាំឲ្យច្បាស់ណាប្រជាពលរដ្ឋមិនមែនជាមន្ត្រីនគរបាលយុទ្ធទេតែក្នុងករណីដែលគាត់ឃើញហេតុការណ៍នៃការប្រព្រឹត្តបទល្មើសជាក់ស្ដែងគាត់មានសិទ្ធិចាប់ឃាត់បកគលឲ្យសមត្ថកិច្ចបានអត់ខុសច្បាប់ទេណាអត់មានខុសច្បាប់ទេកុំឲ្យតែគាត់ចាប់គេយកទៅទុកនៅផ្ទះគាត់កុំឲ្យតែគាត់ប្រើអំពើហិង្សាទៅលើអ្នកល្មើសអាហ្នឹងគាត់ខុសតែបើគាត់ចាប់ហើយបកគលឲ្យសមត្ថកិច្ចភ្លាមអាហ្នឹងក៏អត់ខុសទេតែសួរអ្នកច្បាប់ណាក៏ដោយហើយរឿងអីគេរាយការណ៍ពីបទល្មើសបែរជាឧត្តមសេនីយ៍ត្រីស័កសារ៉ាណាមេ PM កចេះសួរលិខិតបេសកកម្មលោកឯងមិនសួរខ្ញុំទៅម្សិលមិញខ្ញុំទៅចុះចែកអំណោយនៅទាហានជួរមុខក្នុងនាមប្រជាពលរដ្ឋម្នាក់នៅកងទៅចែកនៅកងពលលេខ3កងពល41នៅទិសបញ្ជាការនគរបាលភូមិភាគ4ខ្ញុំមានបេសកកម្មមកពីណាខ្ញុំទៅបំពេញការងារមនុស្សធម៌ណាហើយលោកឯងទៅរៀនសូត្រមកពីណាសាលាកងរាជអាវុធហត្ថមួយណាដែលបរៀនលោកឯងឲ្យទៅដើរសួររកប្រជាជនទៅសួររកអ្នករាយការណ៍អំពីបទល្មើសសួរមានលិខិតបេសកកម្មអត់ហើយដល់ទៅពេលល្ងីល្ងើអញ្ចឹងគេនឹងឲ្យធ្វើមេ PM ពីខេត្តមួយទៅខេត្តមួយរហូតខ្ញុំអាណិតប្អូនតាន់កំសួរខ្លោចចិត្តពីព្រោះគាត់លះបង់គ្រប់យ៉ាងណាលះបង់គ្រប់យ៉ាងមេព្រៃថាមេព្រៃនេះគេលែងធ្វើទៅហើយបឹងទលេសាបសំបីតែជលផលក៏គេអត់ធ្វើដែរមន្ត្រីជលផលនៅជុំវិញបឹងទលេសាបយកលុយគេទាំងអស់រហូតដល់ចុងក្រោយថ្នាក់ដឹកនាំកំពូលសម្រាប់ដាក់កងទ័ពឲ្យចុះទៅបង្ក្រាបបទល្មើសនេសាទលើបឹងទលេសាបតែម្ដងដោយសារអីដោយសារជលផលយកលុយគេអង្គយកលុយគេជុំវិញបឹងទលេសាបអញ្ចឹងតាំងពីប្រមុខរាជរដ្ឋាភិបាលចាត់តាំងកងទ័ពយុទ្ធភូមិភាគទី5ឲ្យដឹកនាំចុះបង្ក្រាបបទល្មើសធនធានធម្មជាតិលើបឹងទលេសាបឥឡូវឆ្នាំ2ឆ្នាំនេះគឺត្រីកើនឡើងប្រជាជនសប្បាយចិត្តបងមកសណាញ់ចង់100គីឡូ200គីឡូអស់អត់រួចទេសណាញ់ត្រីច្រើននេះហើយដែលជាយុទ្ធសាស្ត្រធ្វើត្រូវរបស់រាជរដ្ឋាភិបាលបើរំពឹងទៅលើជលផលប្រមូលខ្ទេចចង់ឲ្យនេសាទទៅឲ្យចង់អួនកលាមិនបានដែរអត់ខ្ចីចាប់ទេគេយកលុយជាប្រព័ន្ធ
ចឹងខ្ញុំសូមលើកទឹកចិត្តអូនប្រុសតាន់កំសួរក៏ដូចជាបងប្អូនដទៃទៀតដែលមានឆន្ទៈការពារធនធានធម្មជាតិរួមចំណែកជាមួយអាជ្ញាធររួមចំណែកជាមួយសមត្ថកិច្ចរួមចំណែកជាមួយរដ្ឋាភិបាលផ្ដល់ព័ត៌មានពិតណារួមទាំងអ្នកសារព័ត៌មានទៀតជួយផ្សាយព័ត៌មានពិតអំពីការបំផ្លិចបំផ្លាញធនធានធម្មជាតិនេះដើម្បីឲ្យថ្នាក់ដឹកនាំលោកមានមូលដ្ឋានចាត់វិធានការមន្ត្រីណាមិនធ្វើចាត់តាមហ្នឹងគាត់មនុស្សមន្ត្រីម្នាក់ដែលមានកំហុសជាច្រើនហើយត្រូវបានដកបវលពីខេត្តមួយទៅខេត្តមួយមន្ត្រីនោះខ្លាយទៅជាមន្ត្រីដុសស្លែហើយខ្លាយទៅជាមន្ត្រីដែលយល់ចិត្តមេហើយនៅកំពង់ឆ្នាំងចាប់តាំងពីគោគេឡើងអាគោគេមានច្បាប់ក៏ចាប់ដែរនៅកំពង់ឆ្នាំងចាប់តាំងពីគោបាទរឿងច្រើនណាស់និយាយចំទៅរឿងច្រើនណាស់ប៉ុន្តែដកពីខេត្តមួយទៅដាក់ខេត្តមួយដកពីខេត្តមួយទៅដាក់ខេត្តមួយបើអញ្ចឹងនឹងទៅកែតម្រង់យ៉ាងម៉េចបើយើងមនុស្សខូចនៅតែធ្វើធំអញ្ចឹងហើយប្រជាជនពេលជួបបាត់ល្មើសត្រូវតែសុំបេសកកម្មតែធ្វើលិខិតបេសកកម្មពីណាហើយប្រជាជនអត់មានសិទ្ធិរាយការណ៍ទេហើយបើធ្វើមេ PM ល្ងឺមិនដឹងច្បាប់មិនដឹងទួលនីតិខ្លួនឯងជាស្អីប្រជាជនជាស្អីហ្នឹងដឹងធ្វើមេ PM ធ្វើស្អីធ្វើទៅស្អីខ្ញុំអាណិតមន្ត្រី PM ដែលហៅគេឲ្យទៅនោះអូនតាន់កំសួរថតមកខ្ញុំស្គាល់ខ្ញុំបានតែបើឲ្យរាប់អានស៊ីជម្រៅរបៀបមនុស្សចឹងមិនបាច់ធ្វើស្គាល់ខ្ញុំទេបាទអ្នកឯងពាក់សាក់លើស្មាអួតថាមានស្វាអ្វីភាក់ជាមួយរដ្ឋាភិបាលក៏ប៉ុន្តែលោកឯងយកច្បាប់ដែលរដ្ឋាភិបាលដាក់ទៅជន់ឈ្លីចោលលោកឯងមានស្វាអ្វីភាក់អីលោកឯងមិនបានមកចំណិតប្រជាជនផងបានមកចំណិតប្រជាជនផងខ្ញុំមិនមែនមិនដឹងទេពេលខ្លះខ្ញុំអត់ធ្វើដឹងធ្វើលឺខ្ញុំធ្វើកធ្វើថ្លង់ទៅមណ្ឌលគិរីបាត់ល្មើសព្រៃឈើក៏មានគេរកស៊ីខົບខិតគ្នាជាប្រព័ន្ធតែខ្ញុំអត់ដឹងនិយាយធ្វើអីដោយសារអីនិយាយទៅគេអត់ធ្វើត្រែនងវាស្អប់ឲ្យផ្ទះយើងនៅមណ្ឌលគិរីទៀតរកគេលួចដាក់ផ្ទះយើងចោលទៀតកន្លែងណាក៏ដូចកន្លែងណាដាក់ទៅយកតែលុយមិនដឹងថាលុយនឹងយកប៉ុណ្ណាបានគ្រប់ទេបាទដល់ពេលវះកាត់ហើយខ្ញុំថាកុំឲ្យទុកនៅរបៀបអញ្ចឹងមនុស្សកាលណាដកពីខេត្តមួយទៅដាក់ខេត្តមួយដកពីខេត្តមួយទៅដាក់ខេត្តមួយមានកំហុសហើយដកវល់ជុំអញ្ចឹងមានន័យថាថ្ងៃក្រោយគាត់លែងខ្លាចហើយសូម្បីតែមេក៏លែងខ្លាចហើយអាណាថាអីថាទៅអាកសែតវាយអីវាយទៅអាជីអីជីទៅសំខាន់អញមេអញមិនដកពេលណាហ៊ានដកទេអាហ្នឹងវាទៅជាវប្បធម៌សុំកលុំគ្នាពេលមានអាសន្នប្រជាជនខឹងប្រជាជនជាប្រជាជនកោតទោសចេញសារមួយអប់រំហើយចប់ប៉ុណ្ណឹងមនុស្សនៅដដែលដល់អញ្ចឹងវាធ្វើមនុស្សហ្នឹងវាមន្ត្រីហ្នឹងវាអត់រៀងមន្ត្រីហ្នឹងវាអត់រៀងអញ្ចឹងកុំឈឺចាប់នឹងប្រជាជនដែលគេបញ្ចេញមតិខឹងសមាដែលគេចេញមតិរិះគន់ដែលគេចេញមតិថាឲ្យធ្ងន់ពីព្រោះបើយើងសុំកលុំគ្នាដែរបាទដកប្លេចដាក់កើតដកពីកើតដាក់លិចដាក់ប្លេចចាក់ជើងដកជើងដាក់ត្បូងដូចខ្វះមនុស្សធ្វើការហួយថានិយាយតែកែតម្រង់កែដកពីដុលគ្រីដាក់ពងឆ្នាំងដាក់ចាស់ដកទៅដកមកដែរដល់អញ្ចឹងចរិតមនុស្សនឹងវាអត់កែទេអញ្ចឹងខ្ញុំសូមឲ្យអស់លោកដែលមានឋានៈតួនាទីភារកិច្ចលោកឯងនាំគ្នាធ្វើទៅបត់ល្មើសដឹកទាំងយប់ទាំងថ្ងៃបត់ល្មើសព្រៃឈើណាមិនមែនបត់ល្មើសគ្រឿងញៀនទេគ្រឿងញៀនដាក់ក្នុងកាបូបដាក់ក្នុងកប៉ៅដាក់ក្នុងណាស្អីតូចតាចបានតែឈើទាំងដើមលាក់អត់ចិត្តទេកាប់ក្នុងព្រៃមេព្រៃដឹងកាត់ក្នុងដែនបរិស្ថានដឹង
ដឹកចេញមកលើផ្លូវមាត់កិច្ចបលិសពេលអឹមនៅលើដងផ្លូវណាក៏គេឃើញដែរសួរហេតុអីមិនយើងអត់ចាប់ដល់តែពេលមានគេរាយការណ៍ឲ្យចាប់រករឿងអ្នករាយការណ៍ហើយខ្ញុំអាណិតអូនតាន់កំសួរគ្នាចាប់ហើយគ្នាសុំអន្តរាគមទេតាំងពីយប់រហូតដល់ភ្លឺណាគ្នាដេកចាំដិតភ្នក់រងដេកយាមឈើគេអត់ឡោហ្មងអមេព្រៃក៏ទេក៏មិនលើកប៉ូលីសក៏មិនលើក PM ក៏មិនលើកទេទៅណាគេមិនលើកចុះគេមិនលើកតាន់កំសួរទៅបំបាច់បំផ្លាក់បំបែកបំបែកឆ្នាំងបាយគេហ្នឹងណាតាន់កំសួរទៅវាយឆ្នាំងបាយគេដូច្នេះទេឲ្យគេមកចាប់មិនបើអាហ្នឹងឆ្នាំងបាយរបស់មន្ត្រីនោះហើយដល់ទៅពេលទេឲ្យមន្ត្រីមកជួយចាប់ឯណាទៅចាប់រឿងគេបងលុយឲ្យអស់ហើយណាចឹងខ្ញុំគិតថាមេព្រៃសំណុំពោអាយដាមដិតទីណាបើមិនកើតទេដូរចេញទៅប្រធានកសិកម្មអីនៅនោះបើមិនបង្ក្រាបបទល្មើសព្រៃឈើទេដូរទៅដាក់អ្នកណាក្មេងៗណាដែលគេមានឆន្ទៈធ្វើឲ្យគេធ្វើម្ដងទៅណាសំណុំពោអាយដាមរដ្ឋមន្ត្រីមើលមេព្រៃនោះមើលធានទីកសិកម្មហ្នឹងបើមិនកើតទេដូរចេញដាក់អ្នកថ្មីទៅឲ្យចេញចាប់ឲ្យណាណៃមើលណែកុំឲ្យខ្ញុំទៅបោះតង់ដេកនៅនោះណាតែដល់កខ្ញុំយកកម្លាំងទៅបោះតង់ដេកនៅនោះកុំថាខ្ញុំនាំអ្នកកសែតទៅជ្រៀតជ្រែកអត់ទេណាខ្ញុំពមៀនណាបើថាមិនធ្វើខ្ញុំនាំអ្នកកសែតទៅដេកទៅបោះជំរុំបង្រាយនឹងគ្រប់ផ្លូវនឹងអស់ខ្ញុំប្រាប់ច្រកចេញច្រកចូលដឹងទាំងអស់មិនមែនមិនដឹងទេណាបើថាខ្ញុំមិនចង់ធ្វើអីវាហួសហេតុចង់ឲ្យលោកឯងនាំគ្នាមានមនសិការជាតិការពារធនធានធម្មជាតិផងកុំព្រោះតែលុយលោកឯងធ្វើខ្វាក់ធ្វើកធ្វើថ្លង់ណាហើយប្រឹងការពារជនល្មើសហើយមករករឿងប្រជាជនធ្លោត្រង់តាមអំពើចិត្តណាកុំធ្វើរឿងថោកទាបបែបហ្នឹងណាលោកឯងជិះឡានទំនើបពាក់សាក់លើស្មាមានផឹកស្រាថ្លៃតែធ្វើថោកទាបចឹងណាគ្មានអាណាឲ្យតម្លៃទេណាឬមួយគិតថាដាក់កដោយកស្រាថ្លៃទៅស្រមសម្បត្តិក្រាក់ឲ្យមេទៅមេការពារបានណា2025ចិត្តដាច់ហើយចូលជា2026ហើយគិតឡើងវិញទៅយូរទៅសុំកលុំតែគ្នាយូរទៅគេនាំគ្នាថាចង្វាចាំក្តៅយើងថាមេល្អមិនបើកូនចៅធ្វើខុសមេមិនដែលដកផងដកពីខេត្តនេះទៅដាក់ខេត្តនោះដកពីខេត្តនោះទៅដាក់ខេត្តនេះហើយចង់ស្អប់ខ្ញុំចង់ខឹងខ្ញុំខឹងទៅឈប់រាប់អានអីរកទៅខ្ញុំធ្វើខ្ញុំខ្វល់ទេខ្ញុំមិនដែលទៅដាក់ខែដាក់ថ្ងៃស៊ីបាយអស់លោកនោះទេបាទនិយាយមែនតាវាហួសហេតុពេកបង្កើតកំហុសកម្មកាពិតគេហៅប្អូនតាន់កំសួរទៅក្នុងន័យគម្រាមកំហែងថាកុំឲ្យឈ្លានពានដែនដីគេឥឡូវទីទៀតផៃវណ្ណៈចុះទៅគេហៅផៃវណ្ណៈទៅរកបេសកកម្មប្រាប់មុនទៅហើយប្អូនតាន់កំសួរទីទៀតខ្ញុំសំណូមពរឲ្យអ្នកកសែតទាំងអស់រាយការណ៍បទល្មើសព្រៃឈើឲ្យខ្ញុំក្នុងព័ត៌មានមួយខ្ញុំឲ្យ1 លានរៀលតែខ្ញុំមានលក្ខខណ្ឌរបស់ខ្ញុំព្រៃឈើត្រង់ទ្រាយធំបន្តិចចាប់ពីដឹកជា4-5គីបអីឡើងទៅអាហ្នឹងចាំប្រាប់ខ្ញុំស្តុកនៅផ្ទះអ្នកណាឈ្មោះអីដឹកម៉ោងប្រមាណមកជួបាយដឹកជញ្ជូនស្អីថតរូបថតវីដេអូប្រាប់ឈ្មោះប្រាប់អីឲ្យគ្រប់ឲ្យខ្ញុំឲ្យមួយរឿង1 លានបាទនឹងកញ្ចេះហ្នឹងខ្ញុំធ្វើនឹងកញ្ចេះមុនគេហ្មងអ្នកកសែតមិនបាច់ទៅយកលុយពួកអាឈ្មោះឈើពួកអាជនល្មើសបំផ្លាញព្រៃឈើដែលគេឲ្យ4-10 រៀលទេយកពីផែងវណ្ណៈ1 លានមើលចំណាយ100 លានបង្ក្រាបបទល្មើសនៅកញ្ចេះហ្នឹងមើលវាអស់ប្រហែល$25,000តាជួយរាយការណ៍មកចាំមិនមកខ្ញុំដាក់លេខប្អូនតាន់កំសួរទៅមើលខ្ញុំរួមគ្នាធ្វើម្ដងមើលមួយរឿងខ្ញុំឲ្យ1 លានយូរពួកអានេះឲ្យមានការងារធ្វើទៅការពារធនធានធម្មជាតិទៅបំផ្លាញធនធានធម្មជាតិមិនច្រាស់មិនតាន់គ្រប់ទេហើយឡើយផឹកស្រាឆ្ងាញ់ទេគេជេរគេថាអញ្ចឹងលោកឯងផឹកឆ្ងាញ់ទេចឹងសំណូមពរបងប្អូនយើងអ្នកកសែតនៅកញ្ចេះច្រើនណាស់នៅភាគឦសានច្រើនណាស់
របៀបថតយកបានទី1ឈ្មោះអីផ្ទះនៅណាមធ្យោបាយដឹកជញ្ជូនបត់ល្មើសព្រៃឈើមានអីខ្លះលេខប្រមាណយកទាំងលេខទូរស័ព្ទទៀតបានហត់តែល្អណាហើយសមត្ថកិច្ចពាក់ព័ន្ធណាខ្លះយកលុយដាក់ខែស៊ើបបានទៀតក៏តែល្អខ្ញុំឲ្យមករឿងមកលៀនបាទបើធ្វើមិនបានខ្ញុំចុះទៅខ្ញុំចុះទៅបោះតង់ដេកនៅនោះមានបុណ្យស័ក្តិមានអំណាចហើយមិនចេះធ្វើមិនធ្វើទុកឲ្យអ្នកកសែតទៅជួយធ្វើមើលហើយតិចច្រឡំទៅអីមកសួរបេសកកម្មផែងម្នាក់ប្រាប់មុនហើយវើយផែងម្នាក់អត់មានបេសកកម្មទេដើរទូទាំងប្រទេសព្រោះអាហ្នឹងសិទ្ធិសេរីភាពការដើរហើរមានតាមរដ្ឋធម្មនុញ្ញតាតិចមកប្រភ្លឺអីមកសួរបេសកកម្មលិខិតអីអនុញ្ញាតអីចុះទៅខេត្តកចេះអីដូចទៅសួរបងអូនតាន់កំសួរអត់មានអាណិតថ្នាក់លើថ្នាក់ដឹកនាំអីសោះថ្នាក់ដឹកនាំរវល់រឿងកិច្ចការប្រទេសជាតិកិច្ចការព្រំដែនឯងនេះឆ្លៀតមកបង្កើតបញ្ហានៅខាងក្រោយនេះបាទច្រើនណាស់ហើយបត់ល្មើសព្រៃឈើដឹកពេញផ្លូវទាំងមេព្រៃក៏វាធ្វើខ្វាក់បរិស្ថានក៏វាធ្វើខ្វាក់ប៉ូលីសសេដ្ឋកិច្ចហ្នឹងក៏ធ្វើខ្វាក់ PM ក៏ធ្វើខ្វាក់ដល់តែប្រជាជនមើលឃើញដល់រឿងប្រជាជនវាថោកទៀបអីថោកម្លឹងចឹងបងអូនតានកឹមសួរបន្តធ្វើទៀតមានបងនៅគាំទ្រដើម្បីធនធានធម្មជាតិរបស់យើងសម្រាប់ក្មេងៗចំនួនក្រោយកូនចៅយើងចំនួនក្រោយមិនត្រូវឲ្យពួកអាថោកទៀបអស់នឹងវាបំផ្លាញធនធានធម្មជាតិទេណាខ្ញុំអានសារបងអូនតាន់កំសួររំជួលចិត្តអ៊ូលដើមកអាណិតគាត់ស្រែកឲ្យជំនួយហើយហើយយើងមិនជួយគាត់មិនគាត់មានតែដើរពោះលុយគេណាបាទហើយបើធ្វើមេPMមួយភ្លឺមិនដឹងការងារខ្លួនឯងជាស្អីអញ្ចឹងហើយមានអំណាចស្អីទៅសួររកបេសកកម្មគេនោះចោលមិនទៅសួរមកសួររកអ្នករាយការណ៍ដូចភ្លើហួសអញ្ចឹងនឹងទក់ផ្កាយឲ្យគូទេហ៎មែនទេយូរមកធ្វើបាបអ្នករាយការណ៍ធ្វើនេះគឺធ្វើដើម្បីបំបាក់ស្មារតីប្រជាជនផ្សេងទៀតដែលគេចង់រាយការណ៍គេអត់ហ៊ានរាយការណ៍ទេគេចង់និយាយថាសំបីតែគីឡូតាន់កំសួរណាដែលមានការគ្រប់គ្រងសកម្មភាពគាត់ត្រូវបានទទួលការគ្រប់គ្រងតាំងពីថ្នាក់ដឹកនាំកម្ពុជានៅផ្កាយមួយនឹងប្រមាននៅផ្កាយមួយនឹងប្រហើនខោក្បាលចុះសម្រាប់អ្នកដតីឯណាហ៊ានណាអូនតាន់កំសួរសកម្មភាពគាត់រាល់ថ្ងៃណាមិនមែនតែប្រជាជនក្នុងប្រទេសក្រៅប្រទេសទទួលការគ្រប់គ្រងទេណាក៏គ្រប់គ្រងគាត់ទេណាសំបីតែថ្នាក់ដឹកនាំកម្ពុជាក៏គ្រប់គ្រងដែរណាចឹងប្រាប់ស្អីសាំងសាក់សេរាងហ្នឹងឲ្យដឹងបើភ្លើអត់ដឹងអីទេមើលព័ត៌មានខ្លះទៅកុំរវល់តែរាប់លុយកុំរវល់តែកាន់ដបស្រាអត់ដឹងតាន់កំសួរជាតាណាហើយទៅសួរសឡុតនៅចង់ខោកក្បាលហ៎អត់មានឆ្លោះកញ្ចក់មើលខ្លួនឯងថាតាំងសេរាហ្នឹងស្អីសាក់សេរាហ្នឹងជាតាណាទេហើយទៅប៉ះទៅរករឿងតាន់កំសួរហ្នឹងឆ្លោះកញ្ចក់មើលខ្លួនឯងផងហើយធ្វើអីកុំឲ្យហួសហេតុពេកគ្នាគ្រាន់តែរាយការណ៍ក៏រករឿងគ្នាដែរសាក់សាំងស្ដាប់ឮទេមិញស្ដាប់ឮខ្ញុំចាក់ឲ្យភាសាទៀតណាគាត់អត់បំពេញមុខងារជានគរបាលយុទ្ធធរទេតែគាត់ជួយឲ្យនគរបាលយុទ្ធធរឧទាហរណ៍យើងក្នុងមកព្រៃហ្នឹងតែឥឡូវយើងនិយាយថារដ្ឋបាលព្រៃឈើទៅចោះឬក៏និយាយថាក្រមបរិស្ថានទៅចោះមនុស្ស4-10នាក់ព្រៃ50000ហិកតាតែមនុស្ស50នាក់
mấy bé mơ này cả chẳng thấy vừa bảo bạn á bật lý mà nghe cho nó chào đi bàn tay chuột cá chào đâu bật lý là giả ca này tiết nè cạp chơi là nè cạp về bầy chơi là giả ca này tiết khả năng dưới ngoan rồi chẳng thế bởi chia bò rát cứ miên bên đây cho mong chờ nè ai bị chia bò rát còn mất từ tôi họ là bi nè cạp chơi đi chẳng còn sọp của nè cạp chơi không cho bạn còn chúng ta chơi đi ta hỏi chứ bàn tay tôi tẩy dương nó smart trong đây bây giờ con proเราไปก็ยืมtớiเป็นรถtiếp hơi chắc thì thiên cà việc bà mình chẳng này thôi nha ơi cà việc ấy bà việc thấy ta khe việc vẫn châu tôi rồi còn khai nâng mà chăn ở mà chăn ban từng bốc hàng mà chăn không biết cái là lò mày lục mê pe âm cái chế đáp lư anh sa đỏ thay xa bao sầm đạch để chu đấy đạp lưới đấy lưới coi rồi vô đôi trong dây mấy rồi vô rọp lưới rồi vô nè canh keo xa đọp xa ấy tới ở đây vô chặt tục đã đạp và sạc bọc thằng đặng nôm ấy hả nàng á chập cô kia đó nơi bông cho năng đó cô kia ở bên cầm hoa ấy phóng chập kia đó nhom tự đọt đó nhom tự chui bị chia chân đó thưa bắp cái cục cái này nè thưa bắp cái này nè lớn này rương về tu hỏi chả mơ bọn đang thở ấp bà lời ní ai đâm sao giờ khá mình chia ao cho tới phư sạc ca cái bằng crab bọn là một chơi là nông mê mê là con cháu với dặm chứ thì muốn nơi mình đôi cái đi cài mắt tới của bông năng cài mắt tới bộ cả che nơi bông năng chập tăng vì cô và chia chôn cô cả sẽ co ấy nó kịp phát đăng nhóm sọt tập này hô hai nó nhóm ăn ra cùng chui bên tập bên đây thôi đặt tới cái này ra co riêng này không hay bắt ta phải chia chôn thợ bác ta phải chia chôn